មានលុយ5,000ឆ្នៃមុខម្ហូបនេះមួយគឺបុកកពឹសអំបិលខ្ចីគឺងាយតែចុះបាយគ្រឿងផ្សំដោយបងប្អូនបានឃើញអញ្ចឹងហើយវិធីធ្វើរឹតតែងាយទៀតរដូវកាលនេះក៏ក្តាប់អំបិលចាប់ផ្ដើមមានលក់ខ្លះហើយប៉ុន្តែតម្លៃក៏វារៀងនៅថ្លៃប៉ុន្តែมันជាថ្មីទេបងប្អូនទិញតែ2,000រៀលក៏ល្មមសម្រាប់យើងមកបុកកពឹសបានដែរកពឹសដែលខ្ញុំទិញហ្នឹងគឺអស់តែ1,500ទេមុខម្ហូបនេះដែរពេលណាបងប្អូនចិត្តដល់ម៉ោងហូបបាយចាំបងប្អូនយកមកបុកដោយសារពេលណាយើងបុកទុកនោះកពឹសហើយនឹងក្តាប់អំបិលយើងវានឹងធ្វើឲ្យឡើងខ្មៅមើលមកក៏អត់ទំនងដែរអញ្ចឹងបងប្អូនរៀបហូបបាយចាំបងប្អូនចាប់ផ្ដើមធ្វើមុខម្ហូបនេះហើយមុខម្ហូបនេះគឺតលតែមានម្ទេសរាងច្រើនតិចទើបឲ្យជារសឆ្ងាញ់បើសិនបើយើងមិនប្រើម្ទេសរាងច្រើនឬក៏ប្រហុកបញ្ចូលតែហែមទៀតទេគឺអត់សូវជាចាប់មាត់ទេម្ហូបបែបស្រុកស្រែសាមញ្ញប៉ុន្តែឆ្ងាញ់